តោះថ្ងៃហ្នឹងសម្រាប់បងប្អូនណាដែលរស់នៅក្នុងប្រទេសជប៉ុនអត់ទាន់ចេះឆែកមែនមើលហ្នឹងហើយបងប្អូនអាចហ្នឹងហើយមើលវីដេអូខ្ញុំបានខ្ញុំនឹងបង្រៀនអំពីរបៀបឆែកមែកនៅក្នុងប្រទេសជប៉ុនដែលយើងចង់ធ្វើដំណើរទៅណាក៏បានដែរគ្រាន់តែយើងស្គាល់ទីតាំងយើងនឹងអាចឆែកបានតោះយើងទៅមើលទាំងអស់គ្នាហ្នឹងហើយជាដំបូងយើងចូលក្នុង Google Map បងប្អូនដែលមានកម្មវិធីហ្នឹងអាចចុចចូលបានហ្នឹងហើយយើងគ្រាន់តែចុចចូល Google Map យើងរកកន្លែង search ហ្នឹងកន្លែងសរសេរអក្សរឬអីឧទាហរណ៍ខ្ញុំដាក់ទៅហ្នឹងហើយខ្ញុំចង់ទៅ Kyoto កន្លែង Kyoto ក៏ដាក់ Kyoto សេងហ្នឹងខ្ញុំអត់សូវចង់លេបងប្អូនហើយយើងចុចនេះសញ្ញាដែលខ្ញុំទាំងអស់ហ្នឹងគឺហ្នឹងហើយចុចតាមហ្នឹងគឺវានាំយើងទៅហើយវាមានកម្មវិធីច្រើនមានជិះឡានមានដើរមានអីអញ្ចឹងណាហើយវាដាក់ចំនួននាទីដើរ5ម៉ោងជិះរថភ្លើង56នាទីជិះឡាន42នាទីអញ្ចឹងបងប្អូនចង់ធ្វើដំណើរដោយវិទ្យុបាយណាមួយយើងអាចឆែកមើលបាននេះខ្ញុំឧទាហរណ៍ថាខ្ញុំដល់ជិះរថភ្លើងអញ្ចឹងខ្ញុំឆែកមើលហើយឃើញថាឲ្យជិះឡានក្រុងពីផ្ទះខ្ញុំទៅដល់JR Takasaki ហើយបានជិះរថភ្លើងពីហ្នឹងទៅគឺទៅដល់ Kyoto ទៀតហ្នឹងហើយទៅដល់ Kyoto ទៅបានទៅដល់ប្រើរយៈពេល40ហ្នឹងហើយ34នាទីនៅរយៈពេលទៅហ្នឹងគឺ34នាទីអញ្ចឹង